បងប្អូនសៀមគឺមាន3យ៉ាងបរាជ័យហើយខ្មែរយើងគឺមាន8យ៉ាងជោគជ័យហើយបងប្អូនចង់ដឹងថាតើមានអ្វីខ្លះនៅក្នុងការបកស្រាយនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើយុទ្ធវិធីច្រើនជាងនីតិវិធីរបៀបលេងក្លាស៊ីកូហើយបរាជ័យរបស់សៀម3យ៉ាងហ្នឹងគឺទី1ហ្នឹងគឺវាយយ៉ាងនិយាយថាចេះនគរឈីញ៉ាទោះជាអាចមានស្បៀងដ៏ច្រើនគ្រប់គ្រាន់ក៏មិនគ្រប់គ្រាន់នៃការធ្វើសង្គ្រាមដែរដូចជាសៀមជាដើមចឹងបងប្អូនចាសៀមឥឡូវទោះបីជាមានសេដ្ឋកិច្ចខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើសង្គ្រាមបានដែរបងប្អូនពីចាងអ៊ីនិយាយថាចេះនគរខ្លាំងព្រោះតែមានកម្លាំងនៃកងទ័ពប៉ុន្តែมันអាចប្រើប្រាស់កងទ័ពដើម្បីកំទេចនគរមួយទៀតទេដូចជាសៀមចឹងបងប្អូនចាសៀមគឺមានកម្លាំងកងទ័ពច្រើនមែនតើណាច្រើនលើខ្មែរបងប្អូនចាច្រើនលើខ្មែរច្រើនដងខ្លាំងមែនតើប៉ុន្តែសៀមគឺនៅតែចាញ់ខ្មែរចំណុចទី3ចូលអ៊ីនិយាយថាការវាយកក្រុងសភាវុធដ៏សំខាន់ជាងគេបំផុតមិនមែនជាឧបករណ៍ពីក្រុងទេឬសភាវុធដ៏ច្រើនដូចជាសៀមគឺអាំងលើសភាវុធទំនើបទើបធ្វើសង្គ្រាមទម្លាក់គ្រាប់មិនឆេះខ្ទមឥឡូវយើងក៏លេចមកមើលការជោគជ័យ8យ៉ាងរបស់ខ្មែរយើងវិញបងប្អូនចាខ្មែរយើងមានការជោគជ័យ8យ៉ាងទី1ហ្នឹងគឺវាយយ៉ាងនិយាយថាចេះប្រទេសឈីញ៉ាត្រូវកែច្បាប់សម្រាប់ឲ្យរាជរស់ស្រួលមានស្បៀងដើម្បីទប់ទល់ឬវាទីដូចជាខ្មែរឥឡូវហ្នឹងបងប្អូនចាកំពុងតែផ្ដោតសំខាន់លើសេដ្ឋកិច្ចដើម្បីរីកចម្រើននិងទប់ទល់សៀមទី2ចាងអ៊ីនិយាយថាចេះការចងនៃសម្ព័ន្ធមិត្តពិតមានអធិពលជាងកងទ័ពរាប់សិបដងដូចជាបងប្អូនបានឃើញខ្មែរយើងយកការទូតបញ្ចប់សង្គ្រាមព្រោះតែសង្គ្រាមនេះគឺគ្មានអ្វីចំណេញដល់ខ្មែរទេចំណុចទី3ខុងមីននិយាយថាការប្រើរទេះគោសេះឈើដឹកស្បៀងមានប្រយោជន៍2យ៉ាងដូចជាខ្មែរប្រើសភាវុធ2យ៉ាងអាវុធពិតរបស់ខ្លួនដើម្បីទប់ទល់អាវុធសត្រូវដើម្បីចាប់កំហុសរបស់សត្រូវចំណុចទី4សុនអ៊ូនិយាយថាការជ្រួលច្របល់កងទ័ពមកពីមេទ័ពហ្នឹងមិនចេះអត់ធ្មត់រងចាំឱកាសដូចជាខ្មែរយើងជាដើមចឹងបងប្អូនចាខ្មែរយើងឥឡូវគឺមានការអត់ធ្មត់ដើម្បីឈ្នះពេលវេលាឲ្យសត្រូវខ្សោយឈ្នះនៃយុទ្ធសាស្ត្រនិងឱកាសចំណុចទី5ឆាយនិយាយថាបាត់ជើងសជាងមុខដោយសារតែគ្មានអ្នកមើលឃើញដើរដល់ទីណាក៏គេមិនដឹងដូចជាខ្មែរក៏កំពុងតែធ្វើពីរឿងមួយទៅរឿងមួយគឺសិតតែសៀមកាត់ឬស្មានមិនដល់ចំណុចទី6ហ្វាងចឹងនិយាយថាមនុស្សខ្លាំងណាស់ទោះបីគ្នាយូរខែយូរឆ្នាំក៏ដោយក៏នៅតែយល់ពីចិត្តគ្នាដែរសៀងអ៊ីហ្វាងចឹងសង្គ្រាមបំបាក់លូប៉ាងដូចជាខ្មែរអាមេរិកកំពុងតែសហការយុទ្ធសាស្ត្រសម្ដេចថាបតីនិងលោកដុលណាត្រាំចំណុចទី7លីវប៉ាងនិយាយថាឲ្យតែបានកងទ័ពមួយនាក់ក៏ល្អដែរដូចជាខ្មែរកំពុងតែធ្វើលើពីសង្គ្រាមចាគឺនយោបាយទូតដើម្បីសេដ្ឋកិច្ចពាណិជ្ជកម្មទំនាក់ទំនងជាតិនិងខំធ្វើនៃទំនើបកម្មយោធាចំណុចទី8ប្រធានម៉ៅនិយាយថាការឈ្នះសង្គ្រាមមិនពិបាកដូចជាដឹកនាំប្រទេសទេដូចជាខ្មែរកំពុងតែមានថ្នាក់ដឹកនាំជាតិដ៏ល្អដើម្បីបន្តដឹកនាំបន្ទាប់ពីសង្គ្រាមខកអំពីសៀមចលនាគឺវល់ទាំងបើសិនជានិយាយមកដល់ចំណុចនេះប្រកាសជាសោយសៀមឲ្យបងប្អូនចាហើយក៏ញញឹមខ្លួនឯងដែរប៉ុន្តែមិនមែនគឺជាការតែងនិពន្ធទេណាបងប្អូនចានេះគឺជាការពិតមិនប្រឌិតឡើយនិយាយទៅអត់ចេះប្រឌិតដូចសៀមទេណាបងប្អូនខ្មែរយើងហើយបងប្អូនអាចស្វែងយល់បានសៀមគឺមាន3ចំណុចបរាជ័យនិងខ្មែរយើងមាន8ចំណុចដែលជោគជ័យដូចអ្វីដែលខ្ញុំបាននិយាយប្រាប់បងប្អូននឹងមែនអត់8ចំណុចជោគជ័យរបស់ខ្មែរនេះបងប្អូនបើសិនជាពួកសៀមវាបានស្ដាប់ប្រហែលជាពួកវាឈឺចិត្តស្អិតទ្រូងងាប់ចាក្អួតឈាមបែកអូហូស្ទឹងពេញនឹងឯងបងប្អូនចាវនឹងនាំគ្នាទៅចងកលោតស្ពានលោតអីងាប់ពេញនឹងឯងបងប្អូនព្រោះដោយសារតែពួកវាគិតមិនដល់ឆ្ងល់មិនកើតពួកវាអត់នឹកស្មានថាយើងជោគជ័យរហូតទៅដល់ថ្នាក់ហ្នឹងបងប្អូនចាហើយនៅមានចំណុចជោគជ័យជាច្រើនទៀតបងប្អូនចឹងជាចុងក្រោយបើសិនជាយើងចង់ឲ្យជោគជ័យឬមួយក៏ចង់ឲ្យឈ្នះខ្លាំងជាងនឹងទៀតបងប្អូនត្រូវតែរួបរวมសាមគ្គីគ្នាហើយត្រូវតែជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលយើងបងប្អូនណាដើម្បីជាតិយើងដើម្បីការពារយើងទាំងអស់គ្នាផងដែរ